សួស្តីខ្ញុំឈ្មោះ Jennifer Cow ហើយថ្ងៃនេះខ្ញុំចង់ចែករំលែកជាមួយអ្នកអំពីការសន្ទនាដ៏គួរឲ្យចាប់អារម្មណ៍មួយដែលខ្ញុំបានមានជាមួយមិត្តស្រីរបស់ខ្ញុំកាលពីម្សិលមិញហើយវាស្ដីអំពីពាក្យ Gabrok ទៅនឹង Kapork អនុញ្ញាតឲ្យខ្ញុំនិយាយវាដោយសាមញ្ញនិងស្មោះត្រង់មានភាពខុសគ្នាធំមួយរវាង Gabrok ទៅនឹង Kapork ក៏ដូចជាមានភាពខុសគ្នាធំមួយរវាង Courage និង Kawefi ក៏ផងដែរហើយមនុស្សភាគច្រើនច្រឡំពាក្យទាំងនេះនិងមិនយល់ច្បាស់ពីពាក្យទាំង4នេះទេយើងចាប់ផ្ដើមស្វែងយល់ពី Gabrok ទៅនឹង Kapork ជាមុនសិនឥឡូវនេះ Gabrok គឺជារឿងបណ្ដោះអាសន្ន Fault គឺជាគំនិតមួយ Broke គឺមានន័យថានៅពេលនេះផ្នែកហិរញ្ញវត្ថុអ្នកមានប្រាក់តិចឬគ្មានប្រាក់សោះប្រហែលជាអ្នកបានវិនិយោគប្រហែលជាអ្នកកំពុងស្ថិតនៅក្នុងដំណើររកសាងអ្វីមួយធំប្រហែលជាអ្នកកំពុងស្ថិតក្នុងរយៈពេលផ្លាស់ប្ដូរប៉ុន្តែចក្ខុវិស័យរបស់អ្នកនៅតែរឹងមាំជំនឿរបស់អ្នកនៅតែរឹងមាំស្តង់ដាររបស់អ្នកនៅតែរឹងមាំអ្នកគ្រាន់តែបណ្ដោះអាសន្ន Gabrok ប៉ុណ្ណោះមិនមែនចឹងទេឥឡូវនេះ Kapork គឺវាផ្សេងទៀត Kapork គឺជាពេលដែលនរណាម្នាក់ទទួលយកដែនកំណត់ជាអត្តសញ្ញាណរបស់ខ្លួនពួកគេនឹងគិតនិងនិយាយអ្វីដូចជានេះគ្រាន់តែជាប្រកបដោយវាសនាមនុស្សដូចយើងមិនអាចទេលុយគឺអាក្រក់ខ្ញុំមិនដែលមានទេអ្នកអាចកំពុង Gabrok กับថ្ងៃនេះប៉ុន្តែអ្នកនៅតែគិតយ៉ាងទូលំទូលាយព្រោះអ្នកមានទិសដៅអ្នកក៏អាចមានលុយក្នុងកណេធនាគាររបស់អ្នកប៉ុន្តែនៅតែ Kapork กับផ្នែកចិត្តវិញនេះហើយជាការពិតដ៏គួរឲ្យចាប់អារម្មណ៍ឥឡូវនេះយើងចាប់ផ្ដើមស្វែងយល់ពី Courage និង Kawefi H គឺពាក់ព័ន្ធនឹងលុយ Kawefi គឺពាក់ព័ន្ធនឹងជីវិតមនុស្សដែល Courage អាចមានចំណូលធំមានទ្រព្យសម្បត្តិប្រណិតមានភាពជោគជ័យដែលមើលឃើញបានប៉ុន្តែអាចបាត់បង់យ៉ាងឆាប់រហ័សបើចំណូលឈប់ការរស់នៅប្រណិតក៏ឈប់ដែរ Wealthy គឺវាផ្សេងWealthy គឺមានទ្រព្យសម្បត្តិដែលបង្កើតចំណូលមានសុខភាពមានភាពស្ងប់ស្ងាត់ក្នុងចិត្តមានសេរីភាពពេលវេលាមានស្ថិរភាពផ្លូវអារម្មណ៍មានទំនាក់ទំនងរឹងមាំនិងមានការបំពេញខ្លួនខាងក្នុងRich គិតតែចំនួនលុយខណៈដែល Wealth គិតតម្លៃមនុស្ស Rich អាចធ្វើឲ្យមនុស្សផ្សេងចាប់អារម្មណ៍ខណៈដែល Wealthy ក៏បង្កើតមរតក Rich គឺសំឡេងខ្លាំង Wealth គឺស្ញាក់ហើយនេះជារឿងមួយដែលគួរឲ្យគិតអ្នកអាចមើលទៅដូចជាមានលុយតែមានសម្ពាធឬមើលទៅធម្មតាប៉ុន្តែមានទ្រព្យសម្បត្តិសង្ខេបមក Broke គឺជាស្ថានភាពមួយ Hold គឺជាអត្តសញ្ញាណ Page គឺជាចំនួន Wealthy គឺជាស្ថានភាពនៃការរស់នៅហើយបើអ្នកសួរខ្ញុំស្រឡាញ់ជ្រើសរើសធ្លាក់ខ្សោយតែមានចក្ខុវិស័យជាមានលុយតែពោពេញដោយការភ័យខ្លាចខ្ញុំស្រឡាញ់សង់ទ្រព្យសម្បត្តិជាងការរត់តាមភាពមានលុយព្រោះទ្រព្យសម្បត្តិគឺជាការសម្របសម្រួលសុខភាពភាពច្បាស់លាស់គោលបំណងនិងសេរីភាពហើយពេលអ្នកយល់អំពីរឿងនេះអ្នកនឹងបញ្ឈប់ការព្យាយាមមើលទៅជាមនុស្សជោគជ័យអ្នកចាប់ផ្ដើមក្លាយជាមនុស្សមានតម្លៃហើយនោះហើយជាការពិតដ៏គួរឲ្យចាប់អារម្មណ៍